ชีวิตជាកូនអ្នកស្រីរស់នៅបែបណាក៏សប្បាយមិនចង់ទៅក្រំឃើញតែសំណងសំឡេងរំខានចិត្តនឿយណាយរងនៅទីនេះក៏សាងជីវិតជាកសិករក៏សប្បាយមិនចង់ទៅឆ្ងាយចូលពុកចូលម៉ែចោលស្រែចំការឡើយរូបខ្ញុំកើតមកជាកូនអ្នកក្ររឿងលុយគឺសំខាន់មិត្តភក្តិស្និទ្ធស្នាលមាន2 3នាក់រាប់អានគ្នារាប់ឆ្នាំសុំលេខបំពេញក៏មិនល្អក្អែលកាន់ក៏ស្រឡាញ់មានមួយកុំភ្លេចតែដើរអួតគេរាប់ខែរាប់ឆ្នាំជាមួយមិត្តភក្តិដែលលេង2នាក់ឲ្យតែពេលដែលទំនេររៀនមិនបានខ្ពង់ត្រឹមទី12ប្រឡងបាក់ដប់ក៏ជាប់ដែរមិនចង់ធ្វើការខ្ញុំចង់រកស៊ីបំបីគំនិតគ្រប់វេលាប៉ុន្តែគេថារូបខ្ញុំរៀនចប់បែជាដើរពីលីយ៉ាងណាមិនអីត្រឹមពាក្យសម្ដីរូបខ្ញុំក៏ចង់ជោគជ័យដែរចង់មានលុយចាយចង់ស្គាល់ដុល្លារចង់មានវេលាជួយពុកម៉ែពាក្យលើកទឹកចិត្តបណ្ដុះគំនិតចង់មានជីវិតដែលដូចគេមិនចង់លំបាកដោយកាលពីមុនលើផ្លូវជីវិតដែលពួកយើងឆ្លងគួរធ្វើយ៉ាងណាគួរធ្វើបែបណាពេលខ្លាំងហត់នឿយលេងចង់ទៅមុខមិនចង់ទៅវិញអារម្មណ៍កាត់ទុកព្រោះតែគេថាក៏ចង់ជោគជ័យខំប្រឹងកែច្នៃបណ្ដុះគំនិតឆ្ពោះទៅរកក្តីស្រមៃខ្លួនយើងជាយើងខំប្រឹងធ្វើទៅមិនអត់ប្រយោជន៍នោះទេថ្ងៃមួយមកដល់វានឹងហត់ផលចេញផ្លែចេញផ្កាដូចឯងដូចគេចេះតែគិតមិនដឹងពេលណានោះទេគិតតែម្នាក់ឯងនិយាយម្នាក់ឯងគ្រប់ពេលជីវិតសប្បាយមិនចង់ឃ្លាតឆ្ងាយមិនចង់រស់នៅកាតុកចង់នៅស្រណុកមានតាំងពីក្មេងតើគួរធ្វើយ៉ាងណាទៅតើគួរធ្វើបែបណាទៅចង់មានជីវិតមួយដែលមានអ្វីគ្រប់យ៉ាងជីវិតលំបាកមិនងាយស្រួលដូចជាក្នុងរឿងកុនទេខំប្រឹងរាល់ថ្ងៃមិនហ៊ានបងអងព្រោះខ្លាចតែដើមមិនតន់គេនៅត្រង់នោះយើងនៅត្រង់ណាសួរខ្លួនឯងក្រុមពេលបើសិនបន្តនៅតែបែបនេះតើអាចតន់គេទេខ្ញុំមានជីវិតជាកូនអ្នកស្រីរស់នៅបែបណាក៏សប្បាយមិនចង់ទៅក្រំឃើញតែសំណងសំឡេងរំខានចិត្តនឿយណាយរងនៅទីនេះក៏សាងជីវិតជាកសិករក៏សប្បាយមិនចង់ទៅឆ្ងាយចូលពុកចូលម៉ែចោលស្រែចំការឡើយរូបខ្ញុំកើតមកជាកូនអ្នកក្ររឿងលុយគឺសំខាន់មិត្តភក្តិស្និទ្ធស្នាលមាន2 3នាក់រាប់អានគ្នារាប់ឆ្នាំសុំលេខបំពេញក៏មិនល្អក្អែលកាន់ក៏ស្រឡាញ់មានមួយកុំភ្លេច